大家好សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការរៀនភាសាចិន Chinese and Motivation អញ្ចឹងថ្ងៃនេះខ្ញុំចែករំលែកអ្នកទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងពាក្យដែលយើងឧស្សាហ៍ប្រើប្រាស់ជាប្រចាំថ្ងៃហើយយើងតែងតែជួបជាញឹកញាប់អញ្ចឹងពាក្យទី1យ៉ាងថា语言ចា语言មានន័យថាភាសា语言ភាសាពាក្យទី2យ៉ាងថា中文ចា中文មានន័យថាភាសាចិនពាក្យទី3យើងអានថា英文ភាសាអង់គ្លេសពាក្យទី4យើងអានថា柬埔寨文ឬក៏ជៀនវិនក៏បានដែរណាអញ្ចឹងយើងអានជៀនវិនក៏បានយើងអានថាជៀនពូចៃវិនក៏បានចាភាសាខ្មែរពាក្យទី5មានថា日文ចា日文មានន័យថាភាសាជប៉ុនពាក្យទី6អានថាហានវិនភាសាកូរ៉េហ្វាវិនភាសាបារាំងថៃវិនភាសាថៃ德文ភាសាអាល្លឺម៉ង់日期កាលបរិច្ឆេទ今天ថ្ងៃនេះ明天ថ្ងៃស្អែក后天ខាងស្អែក昨天ម្សិលមិញ前天ម្សិលមិញថ្ងៃចាអញ្ចឹងថ្ងៃនេះខ្ញុំចែករំលែកអ្នកទាំងអស់គ្នាត្រឹម15ពាក្យហើយបើសិនមកអ្នកទាំងអស់គ្នាអត់យល់ឬក៏អត់ចេះអាននៅពាក្យណាអាច comment នៅខាងក្រោមវីដេអូបានអរគុណច្រើន